អង្គភាពកងរាជអាវុធហត្ថស្រុកអង្គរបូរីគឺជាអង្គភាពមួយស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់អង្គភាពកងរាជអាវុធហត្ថខេត្តតាកែវដែលមានមូលដ្ឋានឈរជើងស្ថិតក្នុងភូមិកំពង់ហ្លួងឃុំអង្គរបូរីស្រុកអង្គរបូរីខេត្តតាកែវជាការពិតណាស់ក្នុងភារកិច្ចជាភ្នាក់ងារមន្ត្រីយុតិធធអង្គភាពកងរាជអាវុធហត្ថស្រុកអង្គរបូរីតែងបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពបទបញ្ជារបស់ថ្នាក់លើដើម្បីប្រែក្លាយអង្គភាពរបស់ខ្លួនជាអង្គភាពឈានមុខទទួលបាននូវទំនុកចិត្តនិងការគាំទ្រពីប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រកបដោយភាពសុខដុមរមនាលោកវិរៈសេនីយ៍ត្រីសុកលេសមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គរបូរីបានបញ្ជាក់ឲ្យអ្នកព័ត៌មានយើងដឹងថាដោយមានការចង្អុលបង្ហាញពីឯកឧត្តមសេនីយ៍ត្រីឡាឡៃមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវអង្គភាពបានដាក់ចេញនូវផែនការទិសដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីបង្ការការពារទប់ស្កាត់ការប៉ុនប៉ងណាមួយចុះសហការបង្ក្រាបបទល្មើសផ្សេងដូចជាករណីក្មេងទំនើងចោរកម្មការជួញដូរគ្រឿងញៀនការកាប់បំផ្លាញព្រៃឈើខុសច្បាប់ការជួញដូរផ្លូវភេទជាដើមលើសពីនេះអង្គភាពបានយកចិត្តទុកដាក់លើការងារកសាងអង្គភាពនិងចូលរួមការងារសង្គមយ៉ាងសកម្មដើម្បីជួយប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាកផ្សេងខ្ញុំបាទវិរៈសេនីយ៍ត្រីសុកលេសមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវដែលបានអនុញ្ញាតឲ្យក្រុមការងារអ្នកយកព័ត៌មានអគ្គបញ្ជាការចុះយកព័ត៌មានដល់អង្គភាពរបស់យើងខ្ញុំនៅពេលនេះអង្គភាពមូលដ្ឋានស្រុកអង្គរបូរីមានទីតាំងស្ថិតនៅភូមិកំពង់ហ្លួងឃុំអង្គរបូរីស្រុកអង្គរបូរីខេត្តតាកែវរីឯភូមិសាស្ត្រស្រុកអង្គរបូរីទាំងមូលមានព្រំប្រទល់ខាងកើតទល់នឹងស្រុកកោះធំខេត្តកណ្ដាលខាងលិចជាប់នឹងដូនកែវត្រាំងសំរោងខាងជើងជាប់នឹងស្រុកព្រៃកបាស់ខាងត្បូងបូរីជលសានិងវៀតណាមមានឃុំចំនួន6មាន34ភូមិ714ក្រុមប្រជាពលរដ្ឋមាន19031គ្រួសារស្មើនឹង51771នាក់ប្រុសមាន26405នាក់ផ្ទៃដីសរុប30,368ម៉ែត្រការ៉េការងារគ្រប់គ្រងកម្លាំងនេះគឺជាបញ្ហាចម្បងធំបំផុតអង្គភាពយើងខ្ញុំធ្វើការត្រៀមផ្ដុំជាប់ជាប្រចាំដើម្បីងាយស្រួលចុះប្រតិបត្តិការផ្សេងជាពិសេសអនុវត្តតាមបទបញ្ជាថ្នាក់លើបានល្អប្រសើរហើយធ្វើការបែងចែកវេនប្រចាំការប្រចាំបញ្ជាត្រឹមត្រូវការងារសន្តិសុខក្នុងមូលដ្ឋានស្រុកអង្គរបូរីយើងខ្ញុំព្រមសូវមានបទល្មើសដ៏ធំដុំអ្វីគួរឲ្យកត់សម្គាល់ទេដោយសារទី1ទីតាំងងាយស្រួលគ្រប់គ្រងម្យ៉ាងក្រមសមត្ថកិច្ចពាក់ព័ន្ធម្ចាស់ការខ្ពស់ពិសេសខិតខំធ្វើការល្បាតបង្ការបានល្អប្រសើរទើបគ្មានបទល្មើសកើតឡើងទេទន្ទឹមនឹងការងារគ្រប់គ្រងកម្លាំងអង្គភាពបានយកចិត្តទុកដាក់លើការងារកសាងអង្គភាពផងដែរដោយបានកសាងនូវសមិទ្ធផលផ្សេងដើម្បីឲ្យបងប្អូននាយរងនិងពលអាវុធហត្ថទាំងអស់មានកន្លែងបំពេញការងារបានល្អប្រសើរនិងបន្ទប់ស្នាក់នៅសមរម្យការងារកសាងដោយមានការចង្អុលបង្ហាញពីឯកឧត្តមឡាឡៃមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវអង្គភាពយើងខ្ញុំបានខិតខំកសាងជាបន្តបន្ទាប់មានកន្លែងធ្វើការស្នាក់នៅសមរម្យមានផ្ទះបាយសម្ភារៈប្រើប្រាស់ត្រឹមត្រូវជូនអាវុធហត្ថរស់នៅឲ្យល្អប្រសើរក្រៅពីការងារគ្រប់គ្រងកម្លាំងការកសាងអង្គភាពការងារវឹកវើក៏ត្រូវបានអង្គភាពយកចិត្តទុកដាក់ផងដែរដើម្បីលើកកម្ពស់សមត្ថភាពចំណេះដឹងកាយសម្បទាដល់នាយរងនិងពលអាវុធហត្ថក្នុងការបំពេញភារកិច្ចការពារក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនសង្គមជាតិនិងប្រជាពលរដ្ឋទូទៅពាក់ព័ន្ធដល់ការវឹកវើលោកមេបញ្ជាការបានបញ្ជាក់ឲ្យដឹងថាការងារវឹកវើអង្គភាពបានចាត់បញ្ជូននាយអាវុធហត្ថទៅបំពេញជំនាញ
នៅទីបញ្ជាការខេត្ត2លើកបញ្ជូននាយរងអាវុធហត្ថទៅរៀនបន្ថែមនៅទីបញ្ជាការខេត្ត2លើកស្មើនឹង8នាក់អង្គភាពក្នុងមួយខែតែងតែរៀនអប់រំចិត្តសាស្ត្របាន2ដងស្ដីពីការអនុវត្តច្បាប់និងក្រមសីលធម៌លើការងារធានាជីវភាពរស់នៅប្រចាំថ្ងៃក្រៅពីគោលរបបដែលមានស្រាប់អង្គភាពកងរាជអាវុធហត្ថស្រុកអង្គរបូរីនៅបានយកចិត្តទុកដាក់លើការងារបង្កប់បង្កើនផលដាំបន្លែបង្ការគ្រប់មុខនិងចិញ្ចឹមសត្វជាច្រើនប្រភេទដើម្បីផ្គត់ផ្គង់ជីវភាពការងារបង្កបង្កើនផលចិញ្ចឹមក្រៅពីកិច្ចការងារជំនាញអង្គភាពយើងខ្ញុំខិតខំកែច្នៃជីវភាពរស់នៅបន្ថែមទៀតលើគោលរបបរាជរដ្ឋាភិបាលដោយធ្វើការដាំបន្ថែមនិងចិញ្ចឹមមាន់កងានមួយចំនួនផងដែរក្រៅពីភារកិច្ចស្នូលដែលគ្របដណ្ដប់លើសកម្មភាពនៃការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងការបង្ក្រាបបទល្មើសផ្សេងអង្គភាពកងរាជអាវុធហត្ថស្រុកអង្គរបូរីនៅបានយកចិត្តទុកដាក់លើការងារសង្គមបន្ថែមទៀតដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាកផ្សេងជាមួយនឹងកាយវិការដ៏ល្អខាងលើនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្ដែងនូវការពេញចិត្តនិងមានជំនឿយ៉ាងមុតមាំមកលើកងរាជអាវុធហត្ថព្រោះថាកងរាជអាវុធហត្ថគឺជាកូនចៅរបស់ប្រជាជននិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនក្នុងទិសដៅអនុវត្តភារកិច្ចបន្តលោកមេបញ្ជាការបានគូបញ្ជាក់ថាទិសដៅបន្តអង្គភាពយើងខ្ញុំខំពង្រឹងអនុវត្តដូចតទៅទី1បន្តគ្រប់គ្រងកម្លាំងបានល្អប្រសើរ2ជំរុញឲ្យការវឹកវើបន្ថែមទៀតក្នុងឆ្នាំ2015នេះ3ខិតខំរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកអង្គរបូរីទាំងមូលឲ្យសុខសប្បាយគ្រប់គ្រួសារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីការរក្សាឲ្យភូមិឃុំមានសុវត្ថិភាពទាំង9ចំពោះការងារស្ថាបនាកសាងវិញនេះគឺជាចំណុចផ្ដោតសំខាន់ណាស់ដែលថ្នាក់លើចង់បានដូច្នេះអង្គភាពយើងខ្ញុំនឹងបន្តធ្វើដោយភ្លៀងរលឹមទៅតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីកែប្រែទីតាំងអង្គភាពទាំងមូលឲ្យរីកចម្រើនជាបន្តបន្ទាប់ជាពិសេសខិតខំកែច្នៃការចិញ្ចឹមដាំដុះជាបន្តបន្ទាប់បន្ថែមទៀតដើម្បីអាវុធហត្ថទាំងអស់រស់នៅហូបចុកឲ្យបានសមរម្យជាទីបញ្ចប់ក្នុងនាមខ្ញុំជាមេបញ្ជាការស្រុកតំណាងឲ្យអាវុធហត្ថមូលដ្ឋានស្រុកសូមជូនពរឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនិងមេបញ្ជាការរងឲ្យជួបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីមានផ្លាត់ឡើយសូមអរគុណ